បាទជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃបាទมันអាចកាត់ថ្លៃបានហើយឆ្លៀតពេលវេលាមកមើលការព្យាករណ៍តម្លៃមាសរបស់ខ្ញុំបាទនៅថ្ងៃនេះបាទថ្ងៃនេះថ្ងៃពហុបាទទី9បាទខែ7 2026បាទតម្លៃទីផ្សារអន្តរជាតិ$4071ក្នុង1អោនបាទអានឹងតម្លៃទីផ្សារអន្តរជាតិតម្លៃលក់នៅទីក្រុងភ្នំពេញបាទ130000បាទ$3200ក្នុង1គីឡូបើគិតជាតម្លឹងបាទខ្វះតែ$5ទៀតទេមកតម្លឹង5000បាទ$4995ក្នុង1តម្លឹងបាទអញ្ចឹងថ្ងៃនេះមានព័ត៌មានបាទធ្វើឲ្យតម្លៃមាសពីម្សិលមិញចុះរហូតដល់2%បាទគឺដោយសារតែលោកដូណាល់ J. Trump គាត់និយាយថា ceasefire deal ឬក៏Peace Agreement រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ាន is over គាត់ថាប៉ុណ្ណឹង over មានន័យថាផុតកំណត់ហើយបងប្អូនបាទផុតកំណត់ហើយអញ្ចឹងបើតាមព័ត៌មានដូចជាគេកំពុងតែចរចាបាទអាវ័យនៅវ័យអញ្ចឹងទៅអ៊ីរ៉ានអាមេរិកអញ្ចឹងចេះផ្លោងដាក់គ្នាចេះបាញ់កប៉ាល់ដឹកប្រេងដឹកអីអញ្ចឹងទៅអញ្ចឹងចរចានៅតែចរចាទេបងប្អូនបាទអញ្ចឹងវាមានព័ត៌មានហ្នឹងដែលធ្វើឲ្យតម្លៃមាសចុះរហូតដល់2%ពីថ្ងៃម្សិលមិញបាទហើយព័ត៌មានដែលយប់មិញនៅម៉ោង1ហ្នឹងខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនបាទមានចំនួនអ្នក vote មានន័យថា9អ្នកគេ vote ឲ្យលោក Kevin Walsh ហ្នឹងឲ្យដំឡើងអត្រាការប្រាក់ទៅបាទ8អ្នកទៀតគាត់ថាសុំឲ្យទុកអត្រាការប្រាក់ហ្នឹងដដែលទៅមិនបាច់ឡើងទេបាទហើយមានតែម្នាក់ទេគាត់ថាសុំឲ្យកាត់អត្រាការប្រាក់អញ្ចឹងក្នុងចំណោម8 10នាក់ហ្នឹងវាស្មើគ្នាបាទអញ្ចឹងការសម្រេចរបស់ធនាគារបាទជាតិរបស់សហរដ្ឋអាមេរិកបាទ fit ហ្នឹងបាទគាត់នឹងពិចារណាប៉ុន្តែព័ត៌មាននេះដូចជាមិន affect ទៅដល់តម្លៃមាសទេបាទគឺមានតែមួយគឺតាក់ទងនឹងPeace Agreement រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ានហ្នឹងគឺ affect ទៅដល់តម្លៃមាសបាទចុះពីម្សិលមិញបាទ2%បាទអញ្ចឹងមានព័ត៌មានល្អមួយទៀតបាទដែលបងប្អូនចង់ដឹងចង់ឮអ្នកដែលទ្រាំទ្របាទទិញមាសទុកធ្វើជាទ្រព្យអ្នកដែលលក់មាសលក់ផ្លាទីនអីហ្នឹងគឺសប្បាយចិត្តណាព័ត៌មានអីបងប្អូនប្រហែលជាចង់ដឹងចង់ឮណាបាទព័ត៌មានដែលល្អបំផុតហើយនឹងអាចជួយឲ្យតម្លៃមាសរបស់យើងហ្នឹងបាទឡើងបានគឺមានព័ត៌មានល្អតាក់ទងនឹងធនាគារបាទជាតិបណ្ដាប្រទេសនីមួយហ្នឹងបុកទិញមាសបាទធ្វើឲ្យតម្លៃមាសបាទមានឱកាសក្នុងការឡើងក្នុងខែ8ហ្នឹងគេនិយាយថានៅចុងឆ្នាំ2026ហ្នឹងបាទចុងព័ត៌មាននេះល្អណាស់បងប្អូនបាទគាត់ថាអត់ខ្វល់ទេបាទតាក់ទងនឹងភូមិសាស្ត្រនយោបាយមានភាពតានតឹងអីហ្នឹងគឺគាត់អត់ខ្វល់ទេប៉ុន្តែបាទមានធនាគារបាទជាតិបណ្ដាប្រទេសនីមួយបុកទិញមាសច្រើនមែនតើអញ្ចឹងនេះជាចំណុចល្អបំផុតដែលរុញឲ្យមាសបាទនៅខែ8ឬក៏អាចថាចុងឆ្នាំ2026នេះនឹងហក់ឡើងបាទអញ្ចឹងព័ត៌មាននេះល្អណាបងប្អូនបាទល្អមែនតើឃើញមួយរយៈមុនខ្ញុំបាននិយាយថាធនាគារជាតិរបស់សិង្ហបុរីរបស់ចិនរបស់ប៉ូឡូញអីហ្នឹងទិញរហូតដល់41តោនមានធនាគារជាតិផ្សេងទៀតបាទបុកទិញមាសបាទជំរុញឲ្យតម្លៃមាសនឹងមានការងើបឡើងមកវិញបាទល្អមែនតើបាទអញ្ចឹងថ្ងៃនេះបាទសម្រាប់ខ្ញុំឃើញព័ត៌មានល្អអញ្ចឹងបាទបងប្អូនបាទមកទិញបាទហើយថ្ងៃនេះមាននំសែនបខែជូនពុកម៉ែបងប្អូនផងហើយជាពិសេសនំសែនបខែគេហៅងៅយីងឆ្ងាញ់ណាបងប្អូនបាទមកទិញមាសបាទទិញពេជ្រពីហាងពេជ្រ CSNJ បាននំសែនបខែហើយជាពិសេសតម្លៃមាសល្អបាទមានព័ត៌មានល្អអញ្ចឹងបងប្អូនបាទទិញទៅបងប្អូនបាទសូមអរគុណ